ខាន់អ្នកទាំងគ្នាត្រូវតែផ្លាស់ប្ដូរ5 setting នេះនៅក្នុងកម្មវិធី Gmail នៅក្នុងឆ្នាំ2025នេះតោះទៅតាមដានវីដេអូនេះទាំងអស់គ្នាទី1បងប្អូនចូលមកនេះ Snapseed នេះគឺយើងបង្ហាញតែ subject របស់យើងទេយើងអត់មានបង្ហាញអីទេអញ្ចឹងយើង disable មកចឹងនេះគឺជាការដែលយើង disable Snapseed មិញហ្នឹងគឺយើងបង្ហាញតែ subject របស់យើងទេទី2យើង disable over action នេះយើង disable អានេះចឹងយើងចូលមក setting បន្ទាប់មកយើងចូលកន្លែងនេះមកយើង disable វាចឹងបងប្អូនអាចឃើញគឺវាលែងមាន action នៅខាងនេះឯងប៊ូតុង action ណាទី3តកតងជាមួយនឹង undo send ឬមួយក៏ reply all អញ្ចឹងកន្លែងនេះគឺយើងដាក់វិនាទីវាមក30វិនាទីមកដើម្បីយើងផ្ដល់ភាពងាយស្រួលនៅក្នុងការ reply ណាអញ្ចឹងយើងធ្វើការតេស្តបន្ទាប់មកនេះយើង undo one you ហ្នឹងហើយអូខេអញ្ចឹងទី4តកតងជាមួយនឹង button label នេះគឺយើងបដូរមក text បន្ទាប់មកយើងចុច save អញ្ចឹងបន្ទាប់មកពីយើងផ្លាស់ប្ដូរគឺយើងទទួលបានអក្សរបែបនេះវាមិនមែនជា icon ដូចមុនទេហើយវាផ្ដល់ភាពងាយស្រួលនៅក្នុងការមើលផងដែរអញ្ចឹងទី5តកតងជាមួយនឹង keyboard shortcut បងប្អូនត្រូវតែបើកដើម្បីយើងផ្ដល់ភាពងាយស្រួលហើយខាងចុងវីដេអូនេះគឺជា shortcut ដែលខ្ញុំតែងតែប្រើតែម្ដងអញ្ចឹងអ្នកទាំងគ្នាជួយ comment នៅលើវីដេអូខាងក្រោមផងតើ setting មួយណាដែលអ្នកទាំងគ្នាបានផ្លាស់ប្ដូរហើយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ